Tại nàyស្នេហាគឺជាការស្រឡាញ់ក្តីស្រឡាញ់គឺជាអារម្មណ៍វិជ្ជមានដែលសូម្បីតែខ្ញុំក៏ចង់បានដែរព្រោះអីដឹងអត់វត្តមាននៃក្តីស្រឡាញ់គឺផ្ដល់យើងជាមួយនឹងអារម្មណ៍រំភើបភាពកក់ក្ដៅវាប្រៀបបីដូចជាភ្លើងដែលសំបេះដូងឲ្យកក់ក្ដៅរហូតចឹងសួរតិចបានអត់មកដល់លើនឹងជឿឆាក់សាស្នេហាមិនដងអីហើយចង់ហេតុផលដែលបង្កការជឿចាំដឹងថាដោយសារអីនៅវាអាចថាដោយសារតែដែលយើងស្រឡាញ់គេមកស្រឡាញ់យើងឬក៏គេអត់ខ្វល់ពីយើងវាមានហេតុផលច្រើនពីហ្នឹងយើងអាចនិយាយបានថាគេធ្វើយើងឈឺចាប់ប៉ុន្តែហេតុផលឲ្យធ្វើយើងឈឺចាប់នៅពីក្រោយហ្នឹងមែនតើគឺមកពីយើងខ្លួនឯងឯងក៏ព្រោះតែការស្រឡាញ់ដែលយើងផ្ដល់ឲ្យគេហ្នឹងគឺមកជាមួយនឹងការរំពឹងទុកហើយនឹងការទាមទារចង់បានត្រឡប់ទៅវិញចឹងណាហើយយើង expect too much ចឹងគាត់ថាយើងផ្ដល់ក្តីស្រឡាញ់ឲ្យគេហើយគេនឹងស្រឡាញ់យើងតបវិញចឹងមកគេថាស្នេហាវាត្រូវជឿចាំអាចថាពិបាកទទួលយកដែរនៅពេលគេបដិសេធប៉ុន្តែនៅពេលដែលយើងស៊ាំជាមួយនឹងការបដិសេធយូរទៅវាធ្វើឲ្យយើងរឹងមាំហើយយើងអាចផ្លាស់ប្ដូរពីរបៀបស្រឡាញ់របស់យើងម្ដងរហូតដល់ពេលមួយដែលយើងអាចនិយមន័យស្នេហាបានថាស្នេហាគឺជាការផ្ដល់ឲ្យដែលអត់ចង់បានសំណងត្រឡប់មកវិញទេហើយស្នេហាគឺជាការលះបង់ដើម្បីក្តីសុខមនុស្សដែលយើងស្រឡាញ់ដូចគ្នា